ខ្ញុំសាច់មាន់ម្ហូបមួយមុខនេះងាយស្រួលធ្វើហើយមានរសជាតិឆ្ងាញ់ទៀតវិធីធ្វើដំបូងឡើយខ្ញុំយកមាន់ទៅអាំងក្នុងម៉ាស៊ីន air fryer បងប្អូនអាចយកមាន់ទៅបំពងបានដែរប៉ុន្តែដោយសារខ្ញុំអត់ចង់ប្រើខ្លាញ់អញ្ចឹងខ្ញុំក៏ដាក់អាំងក្នុងម៉ាស៊ីន air fryer តែម្ដងបន្ទាប់ពីអាំងមើលឃើញថាឆ្អិនហើយអញ្ចឹងអាចយកទៅដាក់ស្ងោរបានដំបូងឡើយដាំទឹកឲ្យពុះសិនបន្ទាប់មកដាក់គល់ស្លឹកគ្រៃស្លឹកក្រូចរំដេងខ្ទឹមក្រហមហើយនិងគល់ជីវ៉ាន់ស៊ុយបន្ទាប់មកដាក់សាច់មាន់ដែលយើងបានអាំងឆ្អិននឹងចូលសម្រាប់គ្រឿងខ្ញុំដាក់ទឹកត្រីស្ករនិងម្សៅស៊ុបដាក់ក្រូចយ៉ាងណា2ផ្លែដោយសារក្រូចខ្ញុំនៅរបស់ខ្ញុំរៀងទូចៗអញ្ចឹងខ្ញុំដាក់ដល់ទៅ2ខ្ញុំរំងាស់10នាទីទៀតបន្ទាប់ពីឆ្អិនរួចរាល់ហើយខ្ញុំបានបន្ថែមជាមួយនឹងជីវ៉ាន់ស៊ុយម្ទេសបន្ទាប់មកក៏បន្ថែមជាមួយនឹងខ្ទឹមបំពងដើម្បីឲ្យមានក្លិនឈ្ងុយរួចរាល់ហើយបងប្អូនទាំងអស់គ្នាបងប្អូនដែលអត់ចង់យកមាន់ទៅបំពងដោយសារខ្លាញ់ច្រើនអាចធ្វើតាមវិធីនឹងខ្ញុំបានងាយហើយចំណេញពេលវេលាទៀត